ខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាថ្មីសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីនេះគឺខ្ញុំលើកយកប្រធានបទមួយដែលកំពុងមានសារៈសំខាន់ខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនឹងប្រទេសថៃមានច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាហ្នឹងនិងការបោកប្រាស់តាមអនឡាញហ្នឹងហើយប្រទេសកម្ពុជាក៏កំពុងរងសម្ពាធនិងកំពុងបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញប៉ុន្តែសំណួរចង់សួរថាតើកម្ពុជានិងថៃគួរតែសហការគ្នាឬបន្តការស្ដីបន្ទោសឲ្យគ្នាចម្លើយរបស់ខ្ញុំគឺ yes ការស្ដីបន្ទោសឲ្យគ្នាអាចបង្កើតចំណងជើងព័ត៌មានច្រើនជាពិសេសនៅលើទំព័រមុខប៉ុន្តែការសហការគ្នាទើបអាចជាបង្កើតណាលទ្ធផលបានមកថៃបានអនុម័តច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យានឹងនៅខែមីនាឆ្នាំ2023ច្បាប់ហ្នឹងមានគោលបំណងប្រឆាំងការបោកប្រាស់តាមអនឡាញកណន័យคล้ายៗកណន័យសង្ស័យលំហូរឬការផ្ទេរប្រាក់ខុសច្បាប់និងការប្រើប្រាស់ប្រព័ន្ធធនាគារឬទូរស័ព្ទដើម្បីបម្រើសកម្មភាពឧក្រិដ្ឋកម្មនឹងនេះជាជំហានសំខាន់មួយប៉ុន្តែបញ្ហាគឺថាឧក្រិដ្ឋកម្ម cyber ហ្នឹងវាអត់ស្គាល់ព្រំដែនទេអ្នកបោកប្រាស់អាចប្រើលេខទូរស័ព្ទនៅប្រទេសមួយកណន័យធនាគារអាចបើកនៅប្រទេសមួយទៀតជនរងគ្រោះអាចនៅអាមេរិកនៅសិង្ហបុរីនៅជប៉ុនឬនៅអឺរ៉ុបមជ្ឈមណ្ឌលបោកប្រាស់អាចនៅតាមព្រំដែនអ្នកជ្រើសរើសមនុស្សឲ្យចូលធ្វើការអាចស្ថិតនៅក្នុងប្រទេសផ្សេងហើយមេខ្លោងពិតប្រាកដអាចលាក់ខ្លួននៅកន្លែងផ្សេងណាមួយនៅក្នុងស្រុកដូច្នេះបើឧក្រិដ្ឋកម្មឆ្លងព្រំដែនអញ្ចឹងតើប្រទេសតែមួយអាចដោះស្រាយបញ្ហានឹងបានទេអត់ចម្លើយគឺមិនអាចទេថៃអាចមានច្បាប់ខ្លាំងកម្ពុជាអាចមានច្បាប់ខ្លាំងប៉ុន្តែប្រទេសទាំងពីរមិនសហការគ្នាឧក្រិដ្ឋជននឹងផ្លាស់ប្ដូរទីកន្លែងពីប្រទេសមួយទៅប្រទេសមួយពេលថៃបង្ក្រាបពួកវាអាចរត់ទៅតំបន់ផ្សេងពេលកម្ពុជាបង្ក្រាបពួកវាអាចផ្លាស់ប្ដូរទីលំហទីតាំងឬទីលំនៅទៅប្រទេសជិតខាងផ្សេងទៀតពេលទ្វារមួយបិទពួកវានឹងស្វែងរកទ្វារថ្មីមួយទៀតនេះជារបៀបដែលឧក្រិដ្ឋកម្មអន្តរជាតិដើម្បីរស់រានមានជីវិតរបស់វាដូច្នេះសំណួរមិនគួរសួរថាតើកម្ពុជាមានកំហុសឬអត់កំហុសឬតើថៃស្អាតស្អំទាំងស្រុងឬអត់សំណួរដែលត្រឹមត្រូវជាងគេគឺតើបណ្ដាញឧក្រិដ្ឋកម្មកំពុងប្រើប្រាស់ប្រទេសទាំងពីរហ្នឹងដោយរបៀបណាពួកវាអាចប្រើប្រព័ន្ធធនាគាររបស់ថៃពួកវាអាចប្រើអគារឬមជ្ឈមណ្ឌលខុសច្បាប់នៅកម្ពុជាពួកវាអាចប្រើច្រកព្រំដែនពួកវាអាចប្រើបណ្ដាញទូរស័ព្ទពួកវាអាចប្រើការផ្សព្វផ្សាយរកការងារคล้ายហើយពួកវាអាចប្រើមន្ត្រីរាជការពុករលួយពួកវាអាច
ប្រើកម្មករចំណាក់ស្រុកឧក្រិដ្ឋជនហ្នឹងគ្រូកណ្ឌករប្រើបណ្ដាញសង្គមហើយពួកវាអាចប្រើរូបិយប័ណ្ណ digital ក៏បានដែរនេះមិនមែនជាបញ្ហារបស់កម្ពុជាតែប៉ុណ្ណោះទេនេះគឺហើយនេះក៏មិនមែនជាបញ្ហារបស់ថៃតែមួយប៉ុណ្ណោះទេនេះគឺជាប្រព័ន្ធឧក្រិដ្ឋកម្មក្នុងតំបន់ហើយពេលឧក្រិដ្ឋកម្មคล้ายជាប្រព័ន្ធការឆ្លើយតបត្រូវคล้ายជាប្រព័ន្ធដែរថៃនិងកម្ពុជាត្រូវតែសហការលើការចែករំលែកព័ត៌មានសម្ងាត់ត្រូវចែករំលែកព័ត៌មានអំពីគណនីធនាគារសង្ស័យលេខទូរស័ព្ទសង្ស័យអ្នកជ្រើសរើសមនុស្សក្រុមហ៊ុនคล้ายៗឬផ្លូវផ្សេងលាងលុយខុសច្បាប់ថៃនិងកម្ពុជាត្រូវសហការលើការគ្រប់គ្រងព្រំដែនព្រោះបើឧក្រិដ្ឋកម្មឆ្លងព្រំដែនលឿនជាងការទំនាក់ទំនងរបស់ប៉ូលីសនោះឧក្រិដ្ឋជននឹងឈ្នះជានិច្ចថៃនិងកម្ពុជាត្រូវសហការលើការជួយសង្គ្រោះជនរងគ្រោះព្រោះមនុស្សជាច្រើននៅក្នុងមជ្ឈមណ្ឌលបោកប្រាស់មិនមែនសុទ្ធតែឧក្រិដ្ឋជននោះទេមានអ្នកខ្លះត្រូវបានគេបោកតាមការងារคล้ายៗមានអ្នកខ្លះត្រូវបានគេយកទៅកាត់ឆ្លងដែនរក្សាទុកមានអ្នកខ្លះត្រូវបានគេគំរាមកំហែងធ្វើទរណកម្មឬបង្ខំឲ្យធ្វើការដូច្នេះការអនុវត្តច្បាប់ត្រូវតែមានភាពឆ្លាតវៃបន្តិចត្រូវបែងចែកឲ្យបានច្បាស់រវាងមេខ្លោងអ្នកគ្រប់គ្រងអ្នកជ្រើសរើសគណនីធនាគារคล้ายៗនិងជនរងគ្រោះបើថៃគ្រាន់តែបន្ទោសកម្ពុជាឧក្រិដ្ឋជននឹងទទួលបានផលប្រយោជន៍បើកម្ពុជាគ្រាន់តែបដិសេធគ្រប់យ៉ាងឧក្រិដ្ឋជនក៏ទទួលផលប្រយោជន៍ដែរបើប្រទេសទាំងពីរឆ្លោះគ្នាណាឲ្យពិភពលោកដឹងឮប៉ុន្តែសហការគ្នាខ្សោយណានៅខាងក្រោយឧក្រិដ្ឋជននឹងរីករាយសប្បាយចិត្តបណ្ដាញមកប្រាស់ចង់ឲ្យមានការមិនទុកចិត្តគ្នាពួកវាចង់ឲ្យប្រទេសជិតខាងហ្នឹងមានភាពតានតឹងពួកវាចង់ឲ្យការទំនាក់ទំនងរវាងសមត្ថកិច្ចហ្នឹងមានការយឺតយ៉ាវពួកវាចង់ឲ្យគ្រប់ភាគីនិយាយថានេះមិនមែនជាបញ្ហារបស់ប្រទេសខ្ញុំទេប៉ុន្តែឧក្រិដ្ឋកម្ម Cyber គឺជាបញ្ហារបស់ប្រទេសគ្រប់គ្នាណានៅក្នុងតំបន់ពលរដ្ឋថៃអាចជាជនរងគ្រោះពលរដ្ឋកម្ពុជាអាចជាជនរងគ្រោះពលរដ្ឋចិនវៀតណាមហ្វីលីពីនម៉ាឡេស៊ីឬប្រទេសផ្សេងៗទៀតអាចត្រូវបានគេយកជួញដូរអ្នកចូលនិវត្តន៍នៅអាមេរិកអាចបាត់បង់ប្រាក់ដែលពួកគាត់ខំសន្សំណារាប់សិបឆ្នាំកន្លងមកយុវជនក្រីក្រអាចខ្លាចជាគណនីคล้ายៗសម្រាប់ក្រុមហ៊ុនរបស់ឧក្រិដ្ឋជនហ្នឹងឧក្រិដ្ឋករហ្នឹងដោយមិនយល់អំពីខ្លួនកំពុងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដ៏ធំឃើញទេនេះហើយជាហេតុផលដែលភាសាបន្ទោសគ្នាទៅវិញទៅមកហ្នឹងមានគ្រោះថ្នាក់ការស្ដីបន្ទោសប្រទេសទាំងមូលมันអាចចាប់ឧក្រិដ្ឋជនបានទេការស្ដីបន្ទោសប្រជាជនស្លូតត្រង់มันអាចបិទគណនីធនាគារខុសច្បាប់របស់ពួកវាបានទេការស្ដីបន្ទោសអត្តសញ្ញាណជាតិมันអាចជួយសង្គ្រោះជនរងគ្រោះបានទេគោលដៅពិតប្រាកដគួរតែបណ្ដាញឧក្រិដ្ឋកម្មមិនមែនជាសាសនាជាតិសាសនានោះទេថៃនិងកម្ពុជាមិនគួរប្រកួតគ្នាថាអ្នកណាមើលទៅមានភាពស្អាតស្អំជាងគេនោះទេប្រទេសទាំងពីរគួរតែប្រកួតគ្នាថាអ្នកណាអាចសហការបានល្អជាងគេពិភពលោកឥឡូវហ្នឹងកំពុងតែមើលអ្នកវិនិយោគទុន
ធំក៏កំពុងតែមើលភ្ញៀវទេសចរណាមុនគេទៅប្រទេសហ្នឹងគេកំពុងតែមើលលើហ្នឹងដៃគូអន្តរជាតិធំៗក៏គេកំពុងតែមើលជនរងគ្រោះក៏គេកំពុងតែមើលបើថៃនិងកម្ពុជាបន្តស្ដីបន្ទោសគ្នាតំបន់ទាំងមូលនឹងមើលទៅចុះខ្សោយប៉ុន្តែបើថៃនិងកម្ពុជាសហការគ្នាដោយស្មោះត្រង់ពួកគេនឹងផ្ញើសារមួយទៅកាន់ពិភពលោកឲ្យដឹងថាព្រំដែនរបស់ពួកយើងមិនមែនជាផ្លូវរបស់អ ுக ្រិតជនទេធនាគាររបស់យើងមិនមែនជាឧបករណ៍របស់គណនីคล้ายៗទេប្រជាជនរបស់យើងមិនមែនជាសាច់ប្រាក់របស់បណ្ដាញជួញដូរមនុស្សទេប្រទេសរបស់យើងមិនត្រូវឲ្យឧក្រិដ្ឋជនបំផ្លាញកេរ្តិ៍ឈ្មោះឡើយនេះជាសារដែលអាស៊ីអាគ្នេយ៍របស់យើងនៅក្នុងតំបន់របស់យើងនឹងត្រូវការអញ្ចឹងកម្ពុជាមានកាតព្វកិច្ចកម្ពុជាត្រូវបន្តបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់ក្រុមហ៊ុនខ្លែងខ្លាយបណ្ដាញការពារខុសច្បាប់ការឃុំខ្លួនខុសច្បាប់ការជួញដូរមនុស្សការលាងលុយនិងឧក្រិដ្ឋជនបរទេសដែលលាក់ខ្លួនក្រោមអាជីវកម្មខុសច្បាប់ស្របច្បាប់ហ្នឹងហើយសុំទោសថៃក៏មានកាតព្វកិច្ចដែរថៃត្រូវបន្តបង្ក្រាបករណីคล้ายលំហូរការផ្ទេរប្រាក់សង្ស័យការបើកប្រើប្រាស់បណ្ដាញទូរស័ព្ទខុសច្បាប់ការជ្រើសរើសមនុស្សខុសច្បាប់ច្រកឆ្លងដែនព្រំដែននិងបណ្ដាញណាដែលជួយឧក្រិដ្ឋជនផ្លាស់ប្ដូរទីលំនៅហ្នឹងឯងផ្ទេរសាច់ប្រាក់ប្រទេសទាំងពីរត្រូវតែស្មោះត្រង់គ្នាកម្ពុជាមិនគួរនិយាយថាគ្មានបញ្ហាទេសម្រាប់កម្ពុជាហើយថៃក៏មិនគួរនិយាយថាបញ្ហានេះជារបស់កម្ពុជាប៉ុណ្ណោះដែរពាក្យទាំងពីរនេះវាសាមញ្ញមែនការពិតធ្ងន់ធ្ងរជាងនឹងទៅទៀតឧក្រិដ្ឋកម្ម Cyber កំពុងហូរឆ្លងតំបន់ដូចទឹកហូរវាហូរទៅកន្លែងណាដែលមានប្រព័ន្ធខ្សោយបើច្បាប់ខ្សោយវាហូរទៅទីនឹងបើព្រំដែនខ្សោយវាហូរទៅទីនោះបើអំពើពុករលួយកាន់តែខ្លាំងវាលាក់ខ្លួននៅទីនោះបើប្រព័ន្ធធនាគារខ្សោយវាផ្លាស់ទីដៅទៅទីនោះបើប្រព័ន្ធចុះឈ្មោះ SIM card ខ្សោយវាប្រើនៅនឹងបើការទុកចិត្តរវាងរដ្ឋាភិបាលចុះខ្សោយវារស់រានមានជីវិតនៅកន្លែងហ្នឹងហើយដូច្នេះចម្លើយមិនមែនជាការស្ដីបន្ទោសគ្នាទេចម្លើយគឺការអនុវត្តច្បាប់រួមគ្នាថៃនិងកម្ពុជាត្រូវការក្រុមការងារ Cyber រួមគ្នាជាអចិន្ត្រៃយ៍ត្រូវការចែករំលែកទិន្នន័យឲ្យបានលឿនត្រូវការស៊ើបអង្កេតព្រំដែនរួមគ្នាត្រូវការបញ្ជីខ្មៅរួមអំពីក្រុមហ៊ុនសង្ស័យអ្នកជ្រើសរើសមនុស្សគណនីធនាគារ SIM card ឬមួយទៀតគេហៅកាបូប digital និងជនសង្ស័យត្រូវការប្រតិបត្តិការបង្ក្រាបសហការគ្នាត្រូវការប្រព័ន្ធជួយសង្គ្រោះនិងបញ្ជូនជនរងគ្រោះត្រឡប់ទៅស្រុកកំណើតឲ្យបានសុវត្ថិភាពហើយត្រូវការរបាយការណ៍ជាសាធារណៈដែលមានតម្លាភាពព្រោះបើថៃសម្អាតតែថៃហើយកម្ពុជាសម្អាតតែកម្ពុជាឧក្រិដ្ឋជននឹងគ្រាន់តែនឹងផ្លាស់ប្ដូរទីលំនៅទៅកន្លែងផ្សេងប៉ុន្តែបើថៃកម្ពុជាឡាវភូមាវៀតណាមម៉ាឡេស៊ីសិង្ហបុរីនិងហ្វីលីពីនសហការគ្នាទីតាំងសម្រាប់ឧក្រិដ្ឋជននឹងវាកាន់តែរួមតូចពេលខ្លះវាអត់នឹងមានកន្លែងធ្វើសកម្មភាពឧក្រិដ្ឋកម្មឆបោកឬបោកប្រាស់នឹងឡើយនេះជាដំណោះស្រាយយុទ្ធសាស្ត្រដូច្នេះសូមនិយាយឲ្យច្បាស់ទៅច្បាប់របស់ថៃគឺចាំបាច់ប៉ុន្តែច្បាប់របស់ថៃតែមួយមិនគ្រប់គ្រាន់ទេការបង្ក្រាបរបស់កម្ពុជាគឺចាំបាច់ប៉ុន្តែការបង្ក្រាបរបស់កម្ពុជាតែមួយក៏មិនគ្រប់គ្រាន់ដែរការស្ដីបន្ទោសគ្នាងាយស្រួលខាងផ្នែកនយោបាយប៉ុន្តែការសហការគ្នាចាំបាច់
ផ្នែកយុទ្ធសាស្ត្រនេះមិនមែនជាការការពាររូបភាពកម្ពុជាហើយនេះក៏មិនមែនជាការការពាររូបភាពឬមុខមាត់របស់ថៃដែរនេះគឺជាការការពារមនុស្សការពារជនរងគ្រោះការពារកម្មករការពារក្រុមគ្រួសារការពារកេរ្តិ៍ឈ្មោះរបស់ជាតិរបស់ប្រទេសការពារទំនុកចិត្តក្នុងតំបន់ការពារអនាគតសេដ្ឋកិច្ច Digital ព្រោះបើមនុស្សបាត់បង់ទំនុកចិត្តលើធនាគារអនឡាញការងារអនឡាញការបង់ប្រាក់ Digital ការវិនិយោគទុនអនឡាញនិងអាជីវកម្មឆ្លងព្រំដែននោះឧក្រិដ្ឋកម្ម Cyber នឹងមិនត្រឹមតែបំផ្លាញបុគ្គលទេវាបំផ្លាញអនាគតសេដ្ឋកិច្ចតំបន់ទាំងមូលផងដូច្នេះថៃនិងកម្ពុជាមានជំរើសពីរអាចបន្តចង្អុលមុខដាក់គ្នាណាលើព្រំដែនឬអាចសាងសង់ព្រំដែនដោយសុវត្ថិភាពរួមគ្នាអាចបន្តផ្លាស់ប្ដូរការស្ដីបន្ទោសចោទប្រកាន់នឹងគ្នាឬក៏អាចផ្លាស់ប្ដូរព័ត៌មានដោយសម្ងាត់ជាមួយនឹងគ្នាអាចប្រកួតគ្នាក្នុងការស្ដីបន្ទោសឬក៏អាចសហការគ្នាក្នុងការអនុវត្តច្បាប់ហើយក្នុងសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មនេះការសហការមិនមែនជាការទុនខ្សោយទេយើងត្រូវដឹងការសហការហ្នឹងគឺជាយុទ្ធសាស្ត្រត្រូវចាំព្រោះឧក្រិដ្ឋជនកំពុងសហការឆ្លងព្រំដែនរួចទៅហើយអញ្ចឹងតើរដ្ឋាភិបាលអាចសហការលឿនជាងឧក្រិដ្ឋកម្មដែលអត់អាហ្នឹងយើងត្រូវសួរអញ្ចឹងនេះគឺជាការសាកល្បងដ៏ពិតមួយអញ្ចឹងនិយាយសរុបមកថៃមិនគួរត្រឹមតែបន្ទោសកម្ពុជាទេកម្ពុជាក៏មិនគួរត្រឹមតែការពារខ្លួនដោយពាក្យសម្ដីដែរប្រទេសទាំងពីរគួរតែប្រឈមមុខនឹងប្រព័ន្ធឧក្រិដ្ឋកម្មរួមគ្នាព្រោះឧក្រិដ្ឋកម្ម Cyber មិនអាចឈ្នះបានដោយមោទនភាពជាតិទេវាអាចឈ្នះបានដោយព័ត៌មានរួមគ្នាការអនុវត្តច្បាប់ដោយស្អាតស្អំស្ថាប័នរឹងមាំនិងសហការដោយស្មោះត្រង់នឹងគ្នាច្បាប់អាចដាក់ទោសឧក្រិដ្ឋកម្មប៉ុន្តែការសហការអាចបំបត្តិបណ្ដាញឧក្រិដ្ឋកម្មហើយនេះជាអ្វីដែលថៃនិងកម្ពុជាត្រូវទៅធ្វើមិនមែនចាំថ្ងៃស្អែកទេហើយមិនមែនចាំថ្ងៃណាមួយទេប៉ុន្តែគឺចាប់ផ្ដើមពីឥឡូវអរគុណច្រើនបងប្អូនដែលបានតាមដានស្ដាប់សំឡេងperspective talk របស់ខ្ញុំរហូតដល់ទីបញ្ចប់រៀងវែងបន្តិចហើយខ្ញុំសូមអរគុណយ៉ាងច្រើនហើយប្រសិនណាយល់ឃើញថាការនិយាយរបស់ខ្ញុំបកស្រាយរបស់ខ្ញុំនឹងមានប្រយោជន៍អញ្ចឹងសូមជួយធ្វើការផ្សព្វផ្សាយឲ្យបានដឹងទាំងអស់គ្នាដើម្បីសេចក្តីសុខសុវត្ថិភាពនិងសន្តិភាពដល់ប្រទេសទាំងពីរបាទអរគុណច្រើនខ្ញុំសូមជម្រាបលាបាទជម្រាបលា